តើយើងគួរទិញមាសនៅក្នុងតម្លៃមួយណាដែលជាតម្លៃល្អក្នុងការដែលយើងហូរទុកឬក៏ swing ហើយសម្រាប់បងដែលគាត់កក់ហាងឆេងមាននៅខាងក្រៅគាត់អាចមើលវីដេអូមួយនេះបានដូចគ្នាហើយថ្ងៃនេះខ្ញុំនឹងប្រើប្រាស់ទៅលើយុទ្ធសាស្ត្រមួយដែលមានឈ្មោះថាខ្សែទឹក EMA 50 100 និង 200 សម្រាប់ក្នុងការវិភាគទៅលើទីផ្សារដើម្បីដឹងថាតើនៅក្នុងតម្លៃមួយណាដែលជាតម្លៃល្អក្នុងការដែលយើងទិញមាសទុកតោះកុំឲ្យខកខានយូរយើងចូលទស្សនាវីដេអូនេះទាំងអស់គ្នាចឹងមុននឹងចូលវីដេអូរបស់ខ្ញុំប្រសិនបើអ្នកទាំងអស់គ្នាកំពុងស្វែងរកទៅលើក្រុមហ៊ុនដែលមានសមត្ថភាពដើម្បីអាចចូលជួញដូរមាសទិញមាសឬក៏អ្វីផ្សេងបានដែលពួកយើងបានជួញដូរផ្ទាល់ track ផ្ទាល់តែម្ដងចឹងបងកុំភ្លេចចុច link ខាងលើហើយប្រសិនបើបងកំពុងស្វែងរកទៅលើ community ដែលខ្ញុំផ្ទាល់ community របស់ខ្ញុំផ្ទាល់បងកុំភ្លេចចុច link ខាងលើបានដូចគ្នាតោះកុំឲ្យខកខានយូរយើងចូលទស្សនាវីដេអូនេះទាំងអស់គ្នាអូខេអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញនៅក្នុងតម្លៃមួយដែលល្អក្នុងការដែលយើងចូលពិចារណាក្នុងការចូលទិញនៅក្នុងរយៈពេលវែងបានបញ្ជាក់នៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងបង្ហាញទាក់ទងនឹងការប្រើប្រាស់ទៅលើយុទ្ធសាស្ត្រខ្សែទឹក EMA 50 100 និង 200 ដែលយើងប្រើប្រាស់ជាមួយនឹងការវិភាគទីផ្សារជាមួយនឹង time frame weekly អូខេចឹងត្រឡប់មកវិញខ្ញុំនឹងបង្ហាញទៅលើ scenario តែមួយតែប៉ុណ្ណោះក្នុងការដែលយើងចូលក្នុងការទិញវាមាន scenario មួយទៀតប៉ុន្តែខ្ញុំអត់ចង់ឲ្យអ្នកនរស្មុគស្មាញច្រើនខ្ញុំបង្ហាញតែ scenario មួយប៉ុណ្ណោះក្នុងការយើងចូលតំបន់មួយណាដែលយើងគួរអាចពិចារណាក្នុងការទិញរយៈពេលវែងបានអូខេអញ្ចឹងនៅក្នុងដែលយើងពិចារណាចូលក្នុងការទិញបានគឺរយៈពេលវែងបញ្ជាក់3769នៅក្នុងចន្លោះដល់3661អ្នកទាំងអស់គ្នាអាចប្រើប្រាស់ជាមួយទៅនឹង account Sen បានដើម្បីការពារទៅលើហានិភ័យទី2អ្នកនេះដើម្បីអាចទៅលើគ្រប់គ្រងទៅលើអារម្មណ៍របស់អ្នកគ្នាប្រសិនបើហេតុអីបានខ្ញុំឲ្យប្រើប្រាស់ទៅលើ account Sen ដោយសារតែនៅពេលដែលយើងចូលនៅក្នុងតំបន់នេះឧទាហរណ៍ថាវាដល់3769នឹងចុះបន្តិចយើងអាចចូលទិញបានទៀតអញ្ចឹងវា account Sen វាច្រើនហើយវាទុកអាចរយៈពេលវែងបានហើយគ្រប់គ្រងទៅលើគណនីរបស់យើងបានល្អប្រសើរអូខេមួយទៀតប្រសិនបើអ្នកគ្នាថាចង់ចូល account ដុល្លារក៏ចូលបានដូចគ្នាប៉ុន្តែអ្នកគ្នាត្រូវតែគ្រប់គ្រងហានិភ័យបានត្រឹមត្រូវហើយត្រូវតែមានដើមទុនឲ្យបានច្រើនប្រសិនបើអ្នកទាំងអស់នេះចូល account ដុល្លារអូខេអញ្ចឹងអានេះគ្រាន់តែជា tip របស់ខ្ញុំតែប៉ុណ្ណោះថា account Sen និង account ដុល្លារអញ្ចឹងបញ្ជាក់មកវិញ3769ទៅដល់3661ជាតំបន់ស្រួលមួយក្នុងការយើងទិញក្នុងការរយៈពេលវែង